នេះជាការប្រកួតប្រដាល់នៅកាលពីទិវាចូលឆ្នាំនៅទីក្រុង Long Beach រដ្ឋ California នៅទីនេះមានក្រុមប្រដាល់មួយក្រុមដែលបើកក្លឹបនៅក្នុងទីក្រុង Long Beach ហ្នឹងដោយមានលោកគ្រូហ្នឹងជាអ្នកកីឡាប្រដាល់ជើងចាស់តាំងពីឆ្នាំ1970មកម្លេះគាត់បានបើកក្លឹបប្រដាល់មួយនៅក្នុងទីក្រុង Long Beach រដ្ឋ California ហ្នឹងគាត់មានកូនសិស្សចូលរៀនច្រើនគ្រប់សញ្ជាតិមានជាតិសាសន៍បរទេសហើយមានស្រីមានប្រុសដែរនេះជាការសាកប្រកួតដែលសម្ដែងឡើងដោយសិស្សរបស់គាត់ប្រកួតគ្នានៅក្នុងលើវេទិកាដើម្បីឲ្យទស្សនិកជនយើងបានមើលអំពីការដែលមានក្លឹបប្រដាល់នៅទីក្រុង Long Beach នេះគូប្រកួតនោះមានស្រីជាមួយប្រុសហើយមួយគូទៀតក៏ទាំងអស់នឹងពីរគូបានឡើងសម្ដែងឲ្យយើងមើលនេះជាគូប្រកួតបរោះជាមួយនឹងបរោះដែលការសម្ដែងនេះមើលឲ្យយើងមើលហើយគ្រូរបស់គាត់ដែលជាម្ចាស់ក្លឹបប្រដាល់ក៏កំពុងតែអង្គុយទស្សនាមើលកូនសិស្សគាត់ឡើងហៅថាឡើងប្រកួតសមជាមួយគ្នាហ្នឹងកីឡាប្រដាល់มันប្រកាន់តែសម្រាប់បុរសទេស្ត្រីក៏អាចរៀនបានដែរគឺរៀនទៅដើម្បីធ្វើឲ្យមានសុខភាពល្អមានជំនាញក្នុងការមានវិជ្ជាជីវៈមួយដែលអាចការពារខ្លួនបានហើយក៏ធ្វើឲ្យមានសុខភាពល្អដោយការបញ្ចេញកម្លាំងតាមរយៈការវាយតប់នឹងដែរនៅមកខាងនេះជាគូប្រកួតប្រុសមួយស្រីមួយហើយខាងនោះជាគូប្រកួតប្រុសគេឡើងសមជាមួយគ្នាដោយគ្រាន់តែសម្ដែងទេមិនមែនជាការប្រកួតពេញលេញពេញកម្លាំងនោះទេការប្រកួតបានសាកបងឲ្យយើងឃើញហើយគឺនៅទីនេះគេកំពុងតែបង្ហាញស្នៀតប្រដាល់ដែលគេបានសិក្សាយកមកបង្ហាញឲ្យយើងមើលថាមើលចុះស្ត្រីដែលជាអ្នកនោះបរោះនោះអាចដួលដែរតាដោយសារស្ត្រីដែរតាចង់និយាយថាកុំឲ្យមើលងាយស្ត្រីកុំឃើញស្ត្រីថាទុនខ្សោយក៏មានចិត្តមើលងាយវាអាចនឹងមានបញ្ហាដល់ខ្លួនគូប្រកួតមួយនោះគឺស្ត្រីបានធាក់ចំទៅក៏អ្នកនឹងដួលទៅបរោះនឹងក៏ដួលក្រែងទៅលើក្តារលើវេទិកានឹងទៅហើយមនុស្សក៏ហូរឡើងដោយមិននឹកស្មានថាវាអាចទៅជាបែបនេះសោះហើយឥឡូវនេះការប្រកួតក៏បានជិតដល់ទីបញ្ចប់ហើយអ្នកពិធីករពិធីការនីក៏ឡើងមកដើម្បីធ្វើការសម្ភាសជាបន្តបន្ទាប់ហើយយើងក៏បានឃើញថាសិស្សប្រដាល់ហ្នឹងក៏ឡើងនិយាយអំពីចំណាប់អារម្មណ៍របស់គាត់ដើម្បីសុំសំណូមពរឲ្យបងប្អូនយើងទះដៃឲ្យពួកគាត់ឲ្យបានខ្លាំងចំណែកនៅការរីករាយនៅពេលដែលគាត់បានប្រកួតប្រដាល់នឹងជាការសាកល្បងនឹងបានបញ្ចប់ទៅហើយខាងនោះពិធីករក៏ចាប់ផ្ដើមនិយាយបន្តទៅទៀតដោយមានជាមួយនឹងពិធីការនីដែរចាអរគុណ